Số chọn xây thảo ván tràn chẳng hạn tiền smartphone, tablet, laptop, camera, cái đôi chỉ machine game, cả power bank sinh tiện năng nó bây giờ sạc thấm một đó ta khôngធ្វើvậyអ្នកទាំងគ្នាទូទៅយើងប្រកាសជាសាកតាមដុំសាកហើយទូទៅយើងអូឡូភ្លើងឬក៏សាកតាមព្រីភ្លើងជាប់ក៏ប៉ុន្តែ smartphone មួយដុំសាកមួយគឺវារញ៉េរញ៉ៃវា messy លើតុរបស់យើងជាពិសេសសម្រាប់អ្នកដែលចង់បានតុ clean ដូចខ្ញុំអញ្ចឹងបើសិនជា smartphone មួយឧបករណ៍មួយដុំសាកមួយហើយអូព្រីភ្លើងកាត់ផ្លូវទៀតគឺប្រកាសជាញ៉ៃខ្លាំងមែនតើអញ្ចឹងកាត់ឲ្យខ្លីអានេះខ្ញុំបានបង្ហាញនៅក្នុងវីដេអូរបស់ Vivo X300 Ultra រួចហើយនេះគឺជា charging station ដែលខ្ញុំប្រើប្រចាំថ្ងៃបានជាង1ខែហើយវាគឺជាដំណោះស្រាយល្អមែនទែនសម្រាប់អ្នកដែលចង់បានតុ clean សម្រាប់អ្នកដែលត្រូវការសាក smartphone tablet ឬក៏ laptop របស់យើងចេញកម្លាំងលឿនរហូតដល់ទៅ100 W ដោយដឹងពីកម្ដៅវាមាន display បង្ហាញពីកម្ដៅរបស់ឧបករណ៍ដែលយើងសាកហើយក៏ដូចជាបង្ហាញពីកម្រិតវ៉ាត់ដែលវាសាកផងដែរហើយវាក៏មានខ្សែ USB-C វែងរហូតដល់ទៅ70ម៉ែត្រដែលយើងអាចទីវាចូលវានឹងហូតចូលទៅដល់ទីតាំងដើមរបស់វាដោយខ្លួនឯងហើយវាបញ្ចេញកម្លាំងដល់100 W ដូចគ្នាវាមាន port Type C ចំនួន3ដែលបញ្ចេញ100 W ដូចគ្នានិង port Type A មួយទៀតដែលបញ្ចេញបាន18 W សម្រាប់សាកឧបករណ៍ដែល support កម្លាំងសាកវ៉ាត់តូចៗគ្រាន់តែថាខ្សែ Type C នេះក៏ដូចជា run port Type C 2ទៀតគឺវានឹង adapt ទៅតាមប្រភេទ tablet ក៏ដូចជា smartphone របស់យើងនឹងចេញកម្លាំងរៀងៗខ្លួនមិនឲ្យលើសនោះទេណាមួយដោយសារវាមាន chip ឆ្លាត built-in នៅក្នុងនឹងដឹងពីប្រភេទឧបករណ៍មួយផងដែរថាតើ smartphone នឹងឧបករណ៍នឹងវា support កម្លាំងត្រឹមប៉ុន្មានវ៉ាត់អញ្ចឹងវាមិនបញ្ចេញលើសធ្វើឲ្យប៉ះពាល់ទៅដល់ថ្ម smartphone ក៏ដូចជា tablet របស់យើងនោះទេលើពីនេះគុណភាពផលិតវាគឺពិតជា build ចេញមកហាប់មាំល្អមែនតើហើយក៏មានទំហំតូចខ្លាំងដែរដូចកូន speaker 5 watt អញ្ចឹងហើយរូបរាងវាគឺស្អាតដូចជាកូន robot អញ្ចឹងហើយអ្នកទាំងគ្នាអាចឃើញជាក់ស្ដែងអានេះគឺជា size matte អញ្ចឹងវាមិនងាយប្រឡាក់នោះទេហើយខ្ញុំក៏ពេញចិត្តពណ៌ខ្មៅលាយជាមួយនឹង space gray នឹងដែរអញ្ចឹងវាមើលទៅcool តែម្ដងហើយដាក់លើតុយកភ័យថាវារង្គើទៅមកនឹងទេដោយសារវាមានជើងស្អិតនៅបាតខាងក្រោមដែលជួយទប់លំនឹងផងដែរហើយជាក់ស្ដែងយើងសាកចេញឥឡូវខ្ញុំសាកអ្នកទាំងគ្នាមើលអញ្ចឹងខ្ញុំសាក C4 8របស់ខ្ញុំបានប្រហែលជា 80% ហើយអញ្ចឹងសាកជាក់ស្ដែងវា support fast charge ហើយអ្នកទាំងគ្នាអាចឃើញអញ្ចឹងនេះដោយសារ smartphone យើងសាកបានចិត្តពេញហើយអញ្ចឹងវាបន្ថយអាដាប់កម្លាំងវ៉ាត់ទៅតាមហ្នឹងថយមកកម្លាំងរៀងទៀតបន្តិចដូចខ្ញុំបញ្ជាក់អញ្ចឹងវាមាន HD display នៅលើហ្នឹងដែលមាន home button មួយយើងអាចប៉ះទៅយើងអាចដឹងពី port មួយសាកចេញកម្លាំងប្រមាណវ៉ាត់វាបង្ហាញ detail តួលេខនៅលើនឹងច្បាស់តែម្ដងប៉ះមួយទៀតត្រឡប់ទៅមើលកម្រិតបានន័យថាកម្ដៅភាពត្រជាក់ដែលវាសាកនឹងអញ្ចឹងយើងអាចឃើញជាក់ស្ដែងនៅលើនឹងប៉ះមួយទៀតត្រឡប់មកកម្លាំងវ៉ាត់ដើមហើយ UI វាគឺ clean ស្អាតមែនតើទឹក color វាក៏ច្បាស់ផងដែរអញ្ចឹងមូលហេតុហ្នឹងដែលខ្ញុំស្រឡាញ់ដោយសារណាមួយខ្ញុំតេស្ត smartphone ខ្ញុំចង់នឹងថាវារុញកម្លាំងទៅដល់ smartphone ឧបករណ៍ដែលខ្ញុំតេស្តហ្នឹងបានប្រមាណវ៉ាត់អញ្ចឹងយើងមិនគួរឆ្ងល់ទៀតនោះទេអានេះគឺជា desktop charging station របស់ Asus អ្នកនរគ្នាអាចរកទិញបាននៅ 21K មានធានារយៈពេល1ឆ្នាំហើយតម្លៃគឺធូរជាងដុំសាកទូទៅឆ្ងាយណាមួយ function វាក៏អស្ចារ្យជាងគេផងដែរអញ្ចឹងអ្នកនរគ្នាចង់ដឹងពីឧបករណ៍ប្រើប្រាស់បន្ថែមក៏ដូចជា tip បន្ថែមទាក់ទងជាមួយនឹង power bank ដុំសាកផ្សេងទៀតអ្នកនរគ្នាអាចប្រាប់ខ្ញុំបានខ្ញុំនឹងបង្ហាញអ្នកនរគ្នានៅវីដេអូក្រោយទៀត